ពីពផលិតផលសហគមន៍ជនបទក្រោមប្រធានបទភូមិខ្ញុំផលិតផលខ្ញុំដែលបានធ្វើឡើងកាលពីថ្ងៃទី29ខែតុលាឆ្នាំ2025នេះមានស្តង់ចំនួន32បានចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ខ្មែរដែលបានផលិតឡើងនៅខេត្តកំពង់ឆ្នាំងនិងបណ្ដាខេត្តនិងរាជធានីជាច្រើនផងដែរស្តង់ទាំង32ដែលបានដាក់តាំងបង្ហាញនេះក៏គេសង្កេតឃើញស្តង់មួយដែលបានដាក់បង្ហាញពីវិស័យអប់រំថ្នាក់ឧត្តមសិក្សាគឺវិទ្យាស្ថាន Bolino ដែលទទួលការបណ្ដុះបណ្ដាលដល់និស្សិតជំនាញពេទ្យនិងក៏ទទួលលើកការបណ្ដុះបណ្ដាលនិស្សិតជំនាញក្រៅពីពេទ្យផងដែរលោកស្រី John Sorin បានបញ្ជាក់ប្រាប់ឲ្យដឹងថាការសិក្សានៅវិទ្យាស្ថាន Bolino នឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់និស្សិតក្នុងការសិក្សារៀនសូត្រក៏ដូចជាការបញ្ចុះតម្លៃពិសេសនិងមានកន្លែងឲ្យនិស្សិតស្នាក់នៅក្នុងពេលសិក្សាថ្ងៃនេះគឺជាថ្ងៃមួយដែលអ្នកខ្ញុំបានអញ្ជើញមកចូលរួមក្នុងកម្មវិធីតាំងពីពណ៌ហើយអ្នកខ្ញុំមានឱកាសបង្ហាញអំពីវិទ្យាស្ថាន Bolino ដែលវិទ្យាស្ថាន Bolino យើងស្ថិតនៅក្នុងភូមិអូរូងភូមិឈុកសស្រុកកំពង់តាឡែខេត្តកំពង់ឆ្នាំងចាហើយវិទ្យាស្ថាន Bolino គឺជាវិទ្យាស្ថានមួយដែលសម្រាប់ទទួលនិស្សិតសម្រាប់ចុះឈ្មោះចូលរៀនដែលយើងមានជំនាញទាំងពេទ្យនិងក្រៅពីពេទ្យផងដែរចាហើយលក្ខណៈពិសេសរបស់វិទ្យាស្ថាន Bolino គឺយើងមានផ្ដល់អាហារូបករណ៍ដល់និស្សិតដែលបានទៅចុះឈ្មោះចូលរៀនគឺចាប់ពី 50% រហូតទៅដល់ 100% ចានិស្សិតមានកម្ចីសិក្សាសម្រាប់សិស្សនិស្សិតណាដែលគាត់ខ្វះថវិកាក្នុងការបន្តការសិក្សាសាលាមានកន្លែងសម្រាប់សិស្សនិស្សិតដែលគាត់មកពីខេត្តឆ្ងាយៗមានអន្តេសម្រាប់និស្សិតស្នាក់នៅផងដែរគួរបញ្ជាក់ថាពិព័រណ៍នេះគឺធ្វើឡើងរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី29ដល់ថ្ងៃទី30ខែតុលាឆ្នាំ2025ហើយក្នុងការដាក់តាំងពិព័រណ៍នេះមានសិស្សានុសិស្សនិងអាណាព្យាបាលសិស្សជាច្រើនបានចាប់អារម្មណ៍សាកសួរព័ត៌មានផងដែរពាក់ព័ន្ធនឹងការសិក្សានៅថ្នាក់ឧត្តមសិក្សានេះ